ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកប្រាប់ពីរបៀបកាត់តវីដេអូនៅក្នុងកម្មវិធី VN ឥឡូវនេះមុននឹងយើងទៅធ្វើការកាត់តយើងចូលទៅ download កម្មវិធីសិនណាយើងចូលទៅ App Store រួចហើយយើងត្រង់កន្លែង search នេះយើងវាយពាក្យ VN បន្ទាប់មកយើងចុចកន្លែង VN Video Editor មកហើយយើងចុចdownload វាមក VN នេះណារួចហើយយើងចាំវាបន្តិចចាំតវាពេញ 100% ចាំយើងចូលទៅធ្វើតែម្ដងណាបងប្អូនឥឡូវនេះពេញហើយឥឡូវយើងចូលទៅបើកវាតែម្ដងយើងចុច open មកដល់ចំណុចនេះដែរបងប្អូនជ្រើសរើសមួយមកបងប្អូនបើបងប្អូនអត់ជ្រើសរើសទេបងប្អូនចុច script ក៏បានដែរឥឡូវនេះខ្ញុំយកអាខាងលើគេនេះបងប្អូនចុចតាមខ្ញុំក៏បានឬក៏បងប្អូនចង់ចុច other ក៏បានដែរអញ្ចឹងណាឥឡូវយើងចុច next បន្ទាប់មកទៀតខ្ញុំជ្រើសរើសយក use video editing tool ណាបងប្អូនចុចតាមខ្ញុំមកបន្ទាប់មកយើងចុច start បន្ទាប់មកចុច allow មកបងប្អូនដោយសារទូរស័ព្ទខ្ញុំ iPhone ចឹងវាចេញបែបនេះឥឡូវនេះយើងមកដល់នេះយើងចុច new video រួចហើយកន្លែងនេះបើយើងអត់ចង់ឲ្យវាសួរយើងច្រើនដងពេលដែលយើងបើកយើងចុចកន្លែងសញ្ញាគ្រីសមកហើយយើងចុច next មកហើយបន្ទាប់មកយើងទៅរើសយករូបថតយើងរើសយកវីដេអូបងប្អូនយើងរើសយកវីដេអូណាដែលបងប្អូនចង់កាត់ណាវីដេអូដែលខ្ញុំចង់កាត់គឺមាននៅទីនេះខ្ញុំជ្រើសរើសវាមករួចហើយបងប្អូនចុចវាមកដល់កន្លែងនេះគឺវាឧទាហរណ៍ជាឧទាហរណ៍តែអញ្ចឹងបងប្អូនចុចបិទវាមកបងប្អូនចុចសញ្ញាខ្វែងមកបន្ទាប់មកយើងអុសវាទៅខាងមកយើងប្រើម្រាមដៃពីរអុសទៅខាងមកដល់នេះដែរគឺយើងអាច play បានវីដេអូរបស់យើងហើយបន្ទាប់មកយើងអាចចុចបិទបើកសលេងដើមវាបានណាអញ្ចឹងយើងចង់បើកសលេងដើមយើងចុចបើកមកបើយើងចង់បិទសលេងដើមយើងបិទមកអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតគឺយើងទៅដាក់ចំណងជើងបងប្អូនយើងចុចកន្លែងអក្សរ T មកបងប្អូន T បន្ទាប់មកយើងយក T title នេះបន្ទាប់មកយើងយក add a heading បងប្អូនចុចតាមខ្ញុំមកហើយយើងវាយចំណងជើងដែលយើងចង់ទៅសេបងប្អូនខ្ញុំបរៀនមួយដើម្បីឲ្យបងប្អូនគាត់តាមតាន់ណាកន្លែងនេះខ្ញុំសរសេរថាដើរមើលសត្វនៅសួនសត្វចាំបងប្អូនទៅសេចំណងជើងវីដេអូរបស់បងប្អូនមករួចហើយបងប្អូនអាចចុចដូរ font អក្សរបងប្អូនចុចកន្លែង color មិញណាតមកបងប្អូនដូរ font អក្សរដែលបងប្អូនចង់ដាក់មកបងប្អូនស្រឡាញ់អក្សរអីបងប្អូនដាក់មកណាបងណាមានពណ៌មានអីហ្នឹងបងប្អូនចង់បានពណ៌អីបងប្អូនដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនត្រង់នេះដែរបងប្អូនចង់ឲ្យអក្សរយើងវែងបងប្អូនវែងឲ្យផុតវីដេអូដែលយើងចង់ទៅសេហ្នឹងបងប្អូនអូសវាមកចុចលើវាឲ្យអូសឲ្យផុតដល់វីដេអូដែលយើងចង់ឲ្យអក្សរនឹងបង្ហាញត្រង់នេះដែរបើសិនជាបងប្អូនចង់អូសវីដេអូយើងឲ្យទៅមុខឲ្យទៅក្រោយក៏បានដែរអញ្ចឹងណាបងប្អូនយើងគ្រាន់តែចុចលើវាឲ្យអូសមកបន្ទាប់មកទៀតបងប្អូនចង់ដូរ font ណាបងប្អូនចង់ដូរ font យើងចុចកន្លែង font មករួចហើយយើងអត់ទាន់មាន font ខ្មែរទេយើងទៅ add ណាយើងទៅ add នេះ add font រួចហើយយើងចុចកន្លែង file app ក្នុងនេះដែរគឺខ្ញុំមាន download file នៅក្នុងទូរស័ព្ទហើយស្រាប់បើបងប្អូនអត់មានទេបងប្អូនទៅ download សិនណាបងប្អូនខ្ញុំចុចវាមកចុច font ដែលខ្ញុំចង់
ចង់ add វាបងប្អូនចុចអស់មករួចហើយយើងចុច open មានសលេងរំខានតិចបងប្អូនអធិស្ឋានផងតើមកយើងរងចាំបន្តិចណាបងប្អូនឥឡូវនេះហ្វុនយើងបានមកចូលមកក្នុងនេះហើយឥឡូវយើងអាចដូរអក្សរតាមចំណង់ចំណូលចិត្តដែលយើងឆ្លាញ់ថាយើងចង់បានហ្វុនណាបងប្អូនចុចមកអានេះម៉ូដអក្សរខ្មែររបស់យើងណាបងប្អូនហើយបន្ទាប់មកវីដេអូទី2នេះគឺខ្ញុំចង់វាអក្សរចំណងជើងដែរអញ្ចឹងយើងទៅសេហើយចុចដូចវីដេអូដើមបងប្អូនណាហើយយើងវាយមកវីដេអូរបស់យើងចង់មានន័យអ្វីនោះបងប្អូនវាយតាមនឹងមកណាអានេះខ្ញុំចុចមកមើលសត្វកវែងខ្ញុំចុចតោះមកខ្ញុំដូរហ្វុនអក្សរហើយនឹងពណ៌អីបងប្អូនជ្រើសរើសតាមចំណង់ចំណូលចិត្តមកបងប្អូនតើបើយើងជ្រើសរើសយើងគ្រាន់តែចុចសញ្ញាគ្រាសនៅខាងស្ដាំមកហើយត្រង់នេះដែរគឺវីដេអូរបស់ខ្ញុំហើយនឹងអក្សររបស់ខ្ញុំហ្នឹងវាទៅដល់វីដេអូទី2អញ្ចឹងយើងអស់វាបន្តិចមកបងប្អូនក្នុងនេះដែរដោយសារតែខ្សិតកវិញខ្ញុំវានៅខាងក្រោយបងប្អូនអញ្ចឹងខ្ញុំទាញវាឲ្យមកក្តារវិញណាបងប្អូនអញ្ចឹងបងប្អូនគាត់ចុចលើវាមកហើយបងប្អូនទាញវាមកក្តារមកបងប្អូនឥឡូវនេះយើងទាញរួចរាល់ហើយបងប្អូនអាចធ្វើការ play ទៅបងប្អូន play មើលលេងសិនអញ្ចឹងណាថាទំហំអក្សរយើងវាត្រឹមត្រូវតាមការដែលយើងចង់បាននៅបន្តមកទៀតក៏យើងទៅសេអក្សរនៅក្នុងវីដេអូទី3យើងសរសេរចុចដូចតែវីដេអូដើមទី1អញ្ចឹងណាបងប្អូនចុចមកកន្លែងនេះខ្ញុំមើលដំរីខ្ញុំសរសេរថាមើលដំរីរាំហើយយើងដូរហ្វុនអក្សរហើយទាញអក្សរតាមដល់វីដេអូដែលយើងបញ្ចប់មកបងប្អូនយើងជ្រើសរើសម៉ូដអក្សរនិងពណ៌អក្សរដែលយើងចង់បានណាបងប្អូនហើយសេរីអក្សរដែលយើងចង់ដាក់វាថានៅខាងលើឬក៏ខាងក្រោមបងប្អូនសេរីតាមចិត្តបានបងប្អូនគាត់តែចុចលើអក្សរហ្នឹងហើយយើងអាចទាញអស់បរិបរូមអីតាមចិត្តយើងបានហើយកន្លែងនេះក៏យើងអាច add វីដេអូឬក៏រូបផ្សេងបានទៀតដែរបងប្អូនគាត់តែយើងចុចសញ្ញាបូកខាងក្រោយនេះបងប្អូនចុចតាមខ្ញុំមកគឺយើងចង់ add វីដេអូឬក៏រូបច្រើនទៀតក៏បានដែរអានឹងតាមបងប្អូនដែលចង់ add ណាឥឡូវនេះយើងដល់វគ្គ save វីដេអូបងប្អូនយើងចុចសញ្ញាព្រួយនៅខាងលើខាងស្ដាំដៃបន្ទាប់មកយើងចុច export កន្លែងនេះយើងចង់រើស auto ក៏បានយើងចង់យក annual ក៏បានដែរយើងអាចជ្រើសរើសតាមបងប្អូនចង់បានយើងចុច export មកហើយយើងរងចាំតើបាន 100% ចាំយើងចេញពី screen ហ្នឹងណាបងប្អូនកន្លែងនេះគេសួរយើងថាយើងកម្មវិធីហ្នឹងល្អអត់យើងចុចល្អឲ្យគេទៅហើយខ្ញុំចុចផ្កាយ5ឲ្យគេមកតោះមកចុច submit ហើយអូខេឥឡូវនេះយើងចុចដានឥឡូវនេះវីដេអូរបស់យើងបាន share រួចរាល់ហើយអញ្ចឹងយើងអាចទៅមើលវីដេអូរបស់យើងនៅក្នុង photo បានណាបងប្អូនយើងចូលទៅឆែកមើលវីដេអូនៅក្នុង photo នេះវីដេអូដែលយើង share មិញហ្នឹងរូបភាពនៅទីរូបវីដេអូនៅទីនេះអញ្ចឹងយើងមើលថាចំណងជើងអីហ្នឹងគឺត្រឹមត្រូវតាមការដែលយើងចង់បាននៅឥឡូវវីដេអូរបស់យើងមានតែប៉ុណ្ណេះបងប្អូនកុំភ្លេចជួយ subscribe ម្នាក់មួយផងណាបងប្អូនអរគុណ